look at yourself មើលមកខ្លួនឯងឥឡូវនេះខ្ញុំគិតថាអ្នកមិនមែននឿយហត់ទេអ្នកគ្រាន់តែញៀនដូប៉ាមីនប៉ុណ្ណោះតើដូប៉ាមីនគឺជាអ្វីដូប៉ាមីនគឺជាសារធាតុគីមីមួយក្នុងខួរក្បាលដែលធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តរំភើបនិងមានចិត្តចង់ធ្វើអ្វីម្ដងទៀតទូរស័ព្ទ content អាក្រក់ scrolling មិនចប់មិនចេះហើយពួកវាបានបណ្ដុះបណ្ដាលខួរក្បាលអ្នកឲ្យជ្រើសរើសភាពងាយស្រួលជំនួសអំណាចហើយនោះហើយហេតុអ្វីអ្នកមានអារម្មណ៍ថាខ្សោយវឹកវរពេលខ្លះមានក៏មានអារម្មណ៍ថាខ្ជិលក្នុងការធ្វើរឿងគ្រប់យ៉ាងហើយជាប់គាំងអ្នកចុចមើលវីដេអូនេះមិនមែនចៃដន្យទេជំរឿក្នុងចិត្តអ្នកដឹងហើយថាអ្នកកំពុងរស់នៅក្នុងនរកដដែលដែលខ្ញុំធ្លាប់ឆ្លងកាត់រាល់យប់អ្នកសន្យាជាមួយខ្លួនឯងថាតែម្ដងចុងក្រោយទេចាប់ពីស្អែកទៅខ្ញុំនឹងធ្វើវាប៉ុន្តែថ្ងៃបន្ទាប់អ្នកបានក្បត់សន្យាកាលពីយប់ទៅវិញយូរទៅបន្តិចម្ដងបន្តិចអ្នកកំពុងបាត់បង់ខ្លួនឯងហើយព្រោះពេលអ្នកចាញ់សង្គ្រាមប្រឆាំងនឹងខួរក្បាលខ្លួនឯងអ្នកមិនត្រឹមតែមានអារម្មណ៍ថាខ្សោយទេអ្នកមានអារម្មណ៍ថាទទេគ្មាននរណាម្នាក់ប្រាប់អ្នកអំពីរឿងនេះទេដូច្នេះសូមស្ដាប់ឲ្យច្បាស់អ្នកមិនមានបញ្ហាវិន័យទេអ្នកមានខួរក្បាលដែលត្រូវបាន hijack ហើយបើអ្នកមិនយកវាមកគ្រប់គ្រងឥឡូវនេះទេអនាគតរបស់អ្នកនឹងត្រូវបានជាប់គាំងមិនអាចទៅមុខបានទេក្នុងប៉ុន្មាននាទីបន្ទាប់នេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនូវដោះស្រាយដើម្បីដើរចេញពីនរកនេះដើម្បីយកត្រឡប់វិញខួរក្បាលអ្នកធម៌ពលអ្នកនិងជីវិតអ្នកដូច្នេះមើលរហូតដល់ចប់ព្រោះនេះអាចជាពេលដែលអ្នកឈប់ខ្សោយហើយយកខ្លួនឯងមកវិញហើយចាប់ផ្ដើម strong ខ្លាយជាមនុស្សដែលពោពេញទៅដោយធម៌ពលមិនអាចបញ្ឈប់បាន1 dopamine detox អ្នកយកទូរស័ព្ទឡើងរាល់10នាទី real story scrolling មិនឈប់ខួរក្បាលអ្នកកំពុងត្រូវ overstimulate ដល់ពេលអ្នកមិនជួសជុល dopamine system នេះចំណង់អាក្រក់នឹងបន្តគ្រប់គ្រងអ្នកដូចជា puppet មួយ7ថ្ងៃដំបូងគ្មាន phone binge គ្មាន social media គ្មាន entertainment លើសកម្រិតមានតែការងារការអានសៀវភៅ relax និងភាពស្ងប់ស្ងាត់មួយថ្ងៃពីរថ្ងៃដំបូងរៀងលំបាកបន្តិចប៉ុន្តែយូរទៅវាប្រែក្លាយជាថាមពលមួយដែលជំរុញឲ្យខ្លួនអ្នកកាន់តែខ្លាំងទៅវិញនេះមិនមែន detox ទេនេះគឺជាសង្គ្រាមប្រឆាំងនឹង version ដែលខ្សោយបំផុតក្នុងខ្លួនរបស់អ្នក2 visual control អ្វីដែលអ្នកមើលគឺជាអ្វីដែលអ្នកខ្លាយទៅជាវាបើ feed របស់អ្នកពោពេញដោយ content as up here រូបភាពនិងសំឡេងរំខានអ្នកកំពុង program ខ្លួនឯងឲ្យបរាជ័យរាល់ថ្ងៃ unfollow អ្វីទាំងអស់ដែលបំផ្លាញអ្នក trigger សម្អាតបីសាច់ដែលមាននៅលើ Instagram Facebook TikTok កុំឲ្យវាបំផ្លាញអ្នកតទៅទៀតខួរក្បាលអ្នកគឺជា hard drive ដាក់សម្រាមចូលអ្នកទទួលសម្រាមចេញចាប់ផ្ដើមមើលតែ content ណាដែលល្អដូចជាការអប់រំការអភិវឌ្ឍខ្លួនរៀនជំនាញថ្មីហើយអ្នកនឹងឃើញថាចំណង់អាក្រក់ចាប់ផ្ដើមបាត់ទៅដោយខ្លួនឯង3 physical exhaustion ធ្វើឲ្យរាងកាយអ្នកនឿយហត់រហូតដល់គ្មានថាមពលសល់ពេលថាមពលរបស់អ្នកនៅទំនេរចំណង់អាក្រក់នឹងចូលមកគ្រប់គ្រងវាដំណោះស្រាយងាយដែលមនុស្សគ្រប់គ្នាអាចធ្វើបានធ្វើឲ្យរាងកាយអ្នកនឿយហត់ខ្លាំងដូចជា workout រត់ដើរជិះកង់ push up និងលេងកីឡាផ្សេងជាពិសេសនៅពេលព្រឹកពេលសាច់ដុំអ្នកអស់កម្លាំងខួរក្បាលអ្នកនឹងផ្លាស់ប្ដូរការគិតកាន់តែ workout នោះអ្នកនឹងកាន់តែមានអារម្មណ៍ថាមានថាមពល challenge ជាមួយខ្លួនឯងឥឡូវនេះ do it now អ្នកត្រូវចងចាំថាក្រេដេកមិនមែនជាកន្លែងសាកថ្មដ៏ល្អសម្រាប់អ្នកទេបើអ្នកកាន់តែ active នោះអ្នកនឹងកាន់តែ lively urge replacement urge មានន័យថាចំណង់ខ្លាំងការជំរុញខ្លាំងក្នុងចិត្តអារម្មណ៍ដែលធ្វើឲ្យអ្នកនឹងចង់ធ្វើអ្វីមួយភ្លាមពេល urge មកដល់កុំទុកវាគិតនឹងធ្វើវាឆាប់ភ្លាមរឿងដែលសំខាន់ពេលព្រឹកដែរត្រូវធ្វើលាងមុខទឹកត្រជាក់ធ្វើ push up 20 ដងចេញក្រៅទទួលយកថាមពលព្រះអាទិត្យកុំមើលបណ្ដាញសង្គមព្រោះវាជាស្ដេចបីសាច់ដែលសម្រាប់ពេលព្រឹកដ៏អស្ចារ្យរបស់អ្នក urge គឺជា wave មួយបើអ្នករងចាំ10-15នាទីវានឹងបាត់ទៅប៉ុន្តែបើអ្នកអង្គុយមើល scrolling មើលនេះបន្តិចមើលនោះបន្តិច game over កុំមើល urge ជាសត្រូវមើលវាជាសញ្ញាថាអ្នកមានថាមពលនៅខាងក្នុងសូមប្រើប្រាស់វាឬបដូរវាទៅកន្លែងដែលត្រឹមត្រូវបំផុត5 anti-boredom system ខួរក្បាលទំនេរគឺជាផ្ទះរបស់បិសាចយ៉ាងណាមិញអ្នកមានអារម្មណ៍ថាជីវិតហាក់បីដូចជាជាប់គាំងឬពេលខ្លះភាពខ្ជិលចេះតែកើនឡើងទៅភាគច្រើនមិនមែនដោយ urge ខ្លាំងទេប៉ុន្តែដោយសារភាពធុញដូច្នេះត្រូវមាន plan មុនពេលវាមកដល់ត្រូវមានកូនសៀវភៅផែនការមួយសរសេរអ្វីដែលត្រូវធ្វើនិងអ្វីដែលត្រូវសម្រេចជាប្រចាំរៀនជំនាញថ្មីធ្វើ side hustle ចំណុចនេះសំខាន់ពេលធុញអ្នកត្រូវដឹងថាត្រូវធ្វើអ្វីបន្ទាប់ភ្លាមខួរក្បាលទំនេរគឺជា playground របស់ចំណង់ផ្ទុយមកវិញខួរក្បាលរវល់គឺជា battlefield របស់វិន័យ
បកមកឥឡូវនេះសួរខ្លួនឯងអ្នកជានរណាបើចម្លើយគឺខ្ញុំគឺមនុស្សដែលចាញ់ urge ជានិច្ចនោះអ្នកនឹងបន្តចាញ់ជារៀងរហូតប៉ុន្តែពេលដែលអ្នកសម្រេចចិត្តថា I must be strong ខ្ញុំគឺមនុស្សដែលគ្រប់គ្រងខ្លួនឯងបានដូចនេះសង្គ្រាមទាំងមូលនឹងផ្លាស់ប្ដូរហើយក៏ជាពេលដែលអ្នកយកឈ្នះបិសាចនៅក្នុងខ្លួនដែរ self control មិនមែន super power ទេវាជាគ្រឹះនៃអ្វីគ្រប់យ៉ាងបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងពិភពលោកទាំងមូលនឹងគ្រប់គ្រងអ្នកដូច្នេះសម្រេចចិត្តឥឡូវនេះហើយបើអ្នករួចរាល់ខ្លាយជាមនុស្សដែលអ្នកគួរតែជានោះ comment ខ្ញុំរួចរាល់ហើយសូមអរគុណដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាអ្នកនឹងអាចធ្វើការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតអ្នកតាមរយៈវីដេអូនេះកុំភ្លេចជួយចុច subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូល្អបន្តបន្ទាប់ទៀត